សួស្តីអ្នកនរគ្នាមកដល់ថ្ងៃច័ន្ទនេះស្ថានភាពប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានកើនកម្ដៅឡើងហើយក៏មានការវាយប្រហារខ្លាំងផងដែរហើយដូចខ្ញុំបានបញ្ជាក់អ្នកនរគ្នាអញ្ចឹងជាពិសេសអ្នកនរគ្នាដែលនៅក្នុង Telegram គឺបើកទីផ្សារថ្ងៃច័ន្ទមកវានឹងមានការធ្លាក់ចុះហើយដែលយើងមើលឃើញគឺស្ថានភាពនៃការធ្លាក់ចុះបច្ចុប្បន្នគឺវាមិនខ្លាំងដូចការពីស្ថានភាពពីមុនឡើយបើដូចការពីមុនមានការវាយប្រហារបែបនេះយើងនឹងឃើញថាតម្លៃមាសធ្លាក់រហូតដល់100 200លេខត្រឹមតែរយៈពេលខ្លីទេប៉ុន្តែអ្វីដែលយើងបានឃើញតាមការតានតឹងតាំងពីចុងសប្តាហ៍ម្ដងថ្ងៃច័ន្ទហើយការបើកទីផ្សារថ្ងៃច័ន្ទមកដល់ពេលបច្ចុប្បន្នដល់ទីផ្សារនៃសហភាពអឺរ៉ុបការបើកទីផ្សារយើងឃើញថាតម្លៃមាសគឺមានធ្លាក់ចុះហ្នឹងគឺមិនដល់100ផងក្នុងពេលបច្ចុប្បន្នមុននឹងយើងនិយាយអំពីព័ត៌មានទាំងអស់នោះយើងមកមើលទីផ្សារបច្ចុប្បន្នសិនតាមរយៈទីផ្សារអន្តរជាតិ Kitco តម្លៃមាសគឺ$4059ក្នុង1អោនដែលស្មើនឹង$4933ក្នុង1តម្លឹងបើយើងគិតជាតម្លៃ day rank ឬមួយតម្លៃវាដែលប៉ះដល់តម្លៃទាបបំផុតគឺតម្លៃ support $4043ក្នុង1អោនហើយតម្លៃដែលខ្ពស់បំផុតគឺ$4100ក្នុង1អោនយើងឃើញនេះជាតម្លៃ resistance ដែលខ្ពស់បំផុតដែលវាប៉ះដល់ហើយអ្វីដែលយើងមើលឃើញគឺការប្រែប្រួលក្នុងថ្ងៃហ្នឹងប្រហែលជា$70ទេក្នុង1តម្លឹងมันមានជាការប្រែប្រួលខ្លាំងឡើយទោះបីជាមានស្ថានភាពនៃការវាយប្រហារហ្នឹងមានលក្ខណៈក្តៅឡើងវិញហើយកម្ដៅវាយប្រហារហ្នឹងក៏កាន់តែឆាបឆួលកាន់តែខ្លាំងដូចគ្នាប៉ុន្តែតម្លៃមាសគឺវាមិនបាក់ធ្លាក់ខ្លាំងដូចការពីស្ថានភាពមុនឡើយយើងបានឃើញថាព័ត៌មានដែលចុងក្រោយនេះគឺយោធាសហរដ្ឋអាមេរិកគាត់បាននិយាយថាប្រទេសអ៊ីរ៉ង់ហ្នឹងគឺគាត់បានវាយប្រហារតាក់ទងជាមួយនឹងនាវាដឹកប្រេងនានាដែលច្រកសមុទ្រហូម៉ូសដែលដឹកតាមច្រកសមុទ្រហូម៉ូសម្ដងទៀតហើយទើបបានយើងឃើញថារបាយការណ៍ New York Times បានបញ្ជាក់ថាមន្ត្រីនៃសហរដ្ឋអាមេរិកគាត់បាននិយាយថាសហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ម្ដងទៀតជាលក្ខណៈទ្រង់ទ្រាយធំជាងមុនហើយអ្វីយើងបានឃើញបច្ចុប្បន្នគឺមានការវាយប្រហារធំមែនទែនហើយមានការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធទឹករបស់ប្រទេសអ៊ីរ៉ង់ទៀតផងដែលយើងដឹងថាប្រទេសអ៊ីរ៉ង់គាត់មានកន្លែងដែលបន្សុទ្ធទឹកសម្រាប់ប្រើប្រាស់ចឹងទៅហើយវាជាបញ្ហាធំសម្រាប់ប្រទេសអ៊ីរ៉ង់ជុំវិញនឹងរឿងច្រកហូម៉ូសនឹងដូចគ្នាប្រទេសអ៊ីរ៉ង់ក៏គាត់បានប្រកាសដែរថាច្រកហូម៉ូសបច្ចុប្បន្នគឺត្រូវបានបិទដើម្បីស្ដារនៅស្ថិរភាពឡើងវិញគឺដោយសារតែសហរដ្ឋអាមេរិកបានបង្កើតនៅអស្ថិរភាពនៅក្នុងច្រកហូម៉ូសនេះជាអ្វីដែលអ៊ីរ៉ង់គាត់បានអះអាងមកវិញជាមួយនឹងសហរដ្ឋអាមេរិកប៉ុន្តែអាមេរិកក៏បានឆ្លើយតបដែរថាច្រកហូម៉ូសនៅតែបើកទ្វារសម្រាប់នាវាចរទាំងអស់ដែលដឹកប្រេងដឹកអីក៏ដោយដឹកអីវ៉ាន់ឲ្យគឺបើកទ្វារជាធម្មតាទេប៉ុន្តែប្រទេសអ៊ីរ៉ង់គឺមានប្រកាសថាបិទទាំងស្រុងហើយដោយសារតែភាពអស្ថិរភាពរបស់សហរដ្ឋអាមេរិកបង្កើតឡើងហើយអ្វីដែលយើងមើលឃើញគឺ24ម៉ោងចុងក្រោយនេះគឺមានតែនាវាដឹកប្រេងចំនួន6តែប៉ុណ្ណោះដែលអាចឆ្លងកាត់ច្រកហូម៉ូសបានក្នុងរយៈពេល24ម៉ោងចុងក្រោយអញ្ចឹងយើងឃើញថាវាមានលក្ខណៈមួយភាពតានតឹងដោយការពីមុនវិញហើយការវាយប្រហារហ្នឹងគឺអ៊ីរ៉ង់ប្រើទាំងដ្រូនទាំង ballistic missile អីផងដែរទៅលើតំបន់មួយចំនួននៅជុំវិញហ្នឹងដោយដែលយើងបានដឹងអញ្ចឹងប្រទេសបារ៉ែនប្រទេសកាតាប្រទេសអីហ្នឹងដែលមានការវាយប្រហារទៅលើប្រទេសយោធារបស់សហរដ្ឋអាមេរិកប៉ុន្តែអ្វីយើងមើលឃើញគឺតម្លៃប្រេងមានការកើនឡើងមកវិញហើយ$70-80ក្នុង1បារ៉ែលប៉ុន្តែវាមិនហក់ខ្លាំងពេកទេអ្វីដែលយើងឃើញតម្លៃមាសធ្លាក់ចុះហ្នឹងក៏វាមិនខ្លាំងពេកដែរនេះគឺជាស្ថានភាពនៃភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកអ្វីដែលយើងមើលឃើញគឺស្ថានភាពកំពុងតែមានការប្រែប្រួលអញ្ចឹងអ្នកនរគ្នាត្រូវតែតាមដានហើយជាពិសេសគឺតាក់ទងជាមួយនឹងទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកគឺជារឿងសំខាន់អញ្ចឹងនេះគឺជាភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកចុងក្រោយដែលយើងបានឃើញហើយតែចរចាគ្នាអត់ត្រូវគឺវាយប្រហារចឹងឯងហើយបើសិនជាអាចនឹងមានគឺស្ងាត់ត្រឹមតែរយៈពេលខ្លីមានការប្រកាសការចរចាម្ដងទៀតក៏ថាបានដែររឿងស្ថានភាពមួយនេះដូចខ្ញុំបានបញ្ជាក់ចឹងគឺសហរដ្ឋអាមេរិកកំពុងតែប្រើយុទ្ធសាស្ត្រក្តៅដើម្បីដាក់សម្ពាធក្នុងការចរចាព័ត៌មានបន្តយើងត្រូវតាមដានជាមួយនឹងភាពតានតឹងវាអាចនឹងដាក់សម្ពាធតម្លៃមាសបន្ថែមប៉ុន្តែការដាក់សម្ពាធហ្នឹងគឺវាមានលក្ខណៈតិចទៅហើយដូចអ្នកនរគ្នាតាមដានទីផ្សារបានឃើញស្រាប់ហើយការធ្លាក់ចុះតម្លៃមាសបច្ចុប្បន្នគឺមិនខ្លាំងក្លាដូចកាលពីមុនទេពីមុនអត់ទាន់មានការវាយប្រហារត្រឹមតែលោកដូណាល់ត្រាំគាត់ទ្វីតប្រកាសក្នុង social media របស់គាត់
Truth Store អីហ្នឹងធ្វើឲ្យតម្លៃមាសត្រឹម100លេខ200លេខលឿនមែនតើប៉ុន្តែបច្ចុប្បន្នយើងឃើញថាការបើកទីផ្សារមកដល់ពេលបច្ចុប្បន្នគឺច្រើនម៉ោងដែរហើយតម្លៃមាសហាក់បីដូចជាមិនធ្លាក់ចុះក្រោមដល់100លេខអីទេអញ្ចឹងស្ថានភាពនេះវាហាក់បីដូចជារឿងតាក់ទងសម័យ COVID ដោយអ្នកនរគ្នាបើសិនជាតាមដានអ្នកនរគ្នានឹងដឹងថាតម្លៃមាសថាមានសម្ពាធតាក់ទងមួយការសម័យ COVID ដោយសារអតិផរណាហ្នឹងបែបណាដល់ពេលចុងក្រោយនៅពេលអតិផរណាហ្នឹងឡើងខ្ពស់ដល់ដំបូលសៀលីងអតិផរណាហើយយើងនឹងឃើញថាតម្លៃមាសចាប់ផ្ដើមងើបមកវិញក្នុងរយៈពេលបន្តបន្ទាប់នេះជាអ្វីដែលយើងអាចតាមដានហើយយើងមកមើលតាក់ទងជាមួយនឹងទិន្នន័យសេដ្ឋកិច្ចដែលជាចំណុចគោល fundamental data ទិន្នន័យមូលដ្ឋានសម្រាប់តម្លៃមាសហើយគឺជាទិន្នន័យធំសម្រាប់តម្លៃមាសក្នុងពេលបច្ចុប្បន្នគឺអតិផរណាក្នុងសប្តាហ៍នេះគឺនឹងចេញផ្សាយនៅថ្ងៃអង្គារម៉ោង7កន្លះគឺ CPI អតិផរណាដែលចេញសម្រាប់ខែមិថុនាខែ6ដែលខ្ញុំបានបញ្ជាក់អ្នកនរគ្នាចឹងគឺជាខែមួយដែលយើងបានឃើញតម្លៃប្រេងមានការធ្លាក់ចុះយ៉ាងគំហុកប៉ុន្តែគឺធ្លាក់ប្រហែលជាពាក់កណ្ដាលខែទេហើយអ្វីដែលយើងមើលបច្ចុប្បន្នគឺ CPI យើងគិតតែទិន្នន័យគោលណា CPI ដែលគេប្រៀបធៀបខែហ្នឹងខែ6ដូចគ្នាទៅឆ្នាំមុនគឺគេរំពឹងថា 3.8% ដែលយើងបានឃើញតែតងអតិផរណា CPI កាលពីខែមុនគឺ 4.2% អ្វីដែលគេរំពឹងទុកគឺមានការធ្លាក់ចុះរហូតដល់ 0.4% ក្នុងពេលបច្ចុប្បន្នហើយបើសិនជាធ្លាក់ចុះតាមអ្វីដែលគេព្យាករណ៍យើងនឹងឃើញថាតម្លៃមាសមានការគ្រប់គ្រងឡើងមកវិញដោយសារអីធនាគារកណ្ដាលគាត់អាចនឹងលែងសូវមានសម្ពាធក្នុងការដំឡើងអត្រាការប្រាក់ឬមួយក៏រក្សាអត្រាការប្រាក់ឲ្យនៅខ្ពស់រយៈពេលវែងព្រោះអីអតិផរណាបច្ចុប្បន្នគឺជាបញ្ហាគោលសម្រាប់ធនាគារកណ្ដាលដែលធ្វើឲ្យធនាគារកណ្ដាលហ្នឹងអាចនឹងរក្សាអត្រាការប្រាក់ខ្ពស់ឬមួយក៏ដំឡើងអត្រាការប្រាក់បើសិនជានិយាយទិន្នន័យផ្សេងៗដូចជាសុខភាពការងារសុខភាពសេដ្ឋកិច្ចក៏ដូចជាតាក់ទងជាមួយនឹងបំណុលសហរដ្ឋអាមេរិកទាំងមូលយើងនឹងឃើញថាសម្ពាធទាំងអស់នោះគឺទាមទារឲ្យធនាគារកណ្ដាលគាត់ទម្លាក់អត្រាការប្រាក់មានតែអតិផរណាទេដែលធ្វើឲ្យធនាគារកណ្ដាលតម្រូវឲ្យមានការដំឡើងអត្រាការប្រាក់ដែលជាបញ្ហាប្រឈមប៉ុន្តែតាមការព្យាករណ៍របស់គេគឺមានការធ្លាក់ចុះដោយសារតម្លៃប្រេងក៏មានការធ្លាក់ចុះដូចគ្នាអញ្ចឹងយើងរំពឹងមើលថាតើអតិផរណាថ្ងៃអង្គារទី14ខែកក្កដាដែលខ្ញុំបាននិយាយច្រើនដងហើយវាជាទិន្នន័យមួយសំខាន់សម្រាប់អ្នកនរគ្នាត្រូវតាមដានហើយអ្វីដែលគេព្យាករណ៍ 3.8% ខ្ញុំគិតថាវាសមស្របអាចថាការចេញទិន្នន័យជាក់ស្ដែងមកពិតជា 3.8% នឹងប្រហែលហ្នឹងទេយ៉ាងច្រើនខុស 0.1% ទេអញ្ចឹងយើងនឹងឃើញថាតម្លៃមាសខ្ញុំជឿជាក់ថាភាគរយច្រើនអាចនឹងមានការកើនឡើងនៅយប់ថ្ងៃអង្គារម៉ោង7កន្លះសម្រាប់ទិន្នន័យអតិផរណា CPI មួយនេះអានេះជាអ្វីដែល fundamental ឬមួយក៏ទិន្នន័យមូលដ្ឋានដែលយើងយកមកវិភាគសម្រាប់ការ manipulate ទីផ្សារឬមួយក៏ក្លុកតម្លៃពី The Wall Street ឬមួយស្ថាប័នធំអាហ្នឹងយើងអត់លើកមកនិយាយទេនេះគឺជាទិន្នន័យដែលយើងអាចនឹងមើលឃើញហើយអ្វីដែលយើងមើលតាមរយៈការព្យាករណ៍កន្លងមកសម្រាប់ CPI នេះការចេញប្រមាណចុងក្រោយនេះគឺភាគរយច្រើនគឺដូចអ្វីដែលការព្យាករណ៍ឬមួយក៏ទាបជាង 0.1% ឬមួយក៏ឡើងត្រឹម 0.1% គឺប្រហែលនឹងការព្យាករណ៍ទេអញ្ចឹងដូចខ្ញុំបានបញ្ជាក់អ្នកនរគ្នាអញ្ចឹងហើយអ្វីដែលយើងមើលតាមប្រវត្តិសាស្ត្រតាំងពីសង្គ្រាមអ៊ីរ៉ង់សហរដ្ឋអាមេរិកមកគឺសម្រាប់ការចេញផ្សាយខែ4នេះគឺអ្វីដែលគេរំពឹងហ្នឹងគឺជាខែទី1ដែលធ្វើឲ្យមានការឡើងថ្លៃនៃតម្លៃប្រេងសម្រាប់សង្គ្រាមអ៊ីរ៉ង់និងសហរដ្ឋអាមេរិកគឺហក់ឡើងពី 2.4% ទៅដល់ 3.3% ប៉ុន្តែអតិផរណានេះមានន័យថាឡើងដល់ 0.9% គឺដោយសារតែតម្លៃប្រេងមានការកើនឡើងពេញក្នុងមួយខែអ្វីដែលយើងរំពឹងវាធ្លាក់ចុះទៅវិញត្រឹមតែ 0.4% ដោយសារតម្លៃប្រេងមានការធ្លាក់ចុះមកវិញហ្នឹងគឺត្រឹមតែកន្លះខែទេសម្រាប់ខែ6ប៉ុន្តែដូចខ្ញុំបានបញ្ជាក់អ្នកនរគ្នាទៅមានការប្រុងប្រយ័ត្នមួយដោយសារទិន្នន័យសេដ្ឋកិច្ចយើងអត់អាចដឹងមុនទេយើងទាមទារឲ្យតាមដានតាក់ទងជាមួយនឹងការចេញផ្សាយជាក់ស្ដែងរបស់ស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលនឹងចេញនៅថ្ងៃ14ខែ7ម៉ោង7កន្លះហើយនៅថ្ងៃអង្គារនឹងដូចគ្នាគឺមាន Fed Chairman Kevin Warsh testify មានន័យថាគឺគាត់ត្រូវតែឆ្លើយតបឬមួយក៏តតាំងនៅក្នុងសភាមានន័យថាគេគ្រាន់តែហៅគាត់ដើម្បីបំភ្លឺនៅគោលនយោបាយរបស់ធនាគារកណ្ដាលមួយចំនួនទេប៉ុន្តែអ្វីដែលសំខាន់នោះគឺការឆ្លើយតបរបស់គាត់ឬមួយក៏ទីផ្សារកំពុងសម្លឹងមើលនៅ comment ឬមួយក៏ចម្លើយផ្សេងៗដែលគាត់អាចនិយាយឬមួយបង្ហើបតាក់ទងជាមួយនឹងគោលនយោបាយរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកថ្មីហើយសម្រាប់សប្តាហ៍នឹងដូចគ្នានៅថ្ងៃពុធយើងមានទិន្នន័យគួរសមណាស់តាក់ទងជាមួយនឹង PPI គឺជាអតិផរណាសម្រាប់រោងចក្រឬមួយក៏ក្រុមហ៊ុនវាជាទ
tân là này môi sầm khăn đái còn ha vi mình đo thna CPI thế chẳng ở vậy dương mới cả tôn mùi CPI bởi sân chỉ virus kháng á PPI ní cứ sơ chỉ rốt tê hai giờ ngày bỏ qua ngày sốc dương miên tân là này thông thế miên tân là này bật to bật xóm tay phần nọ phần tay từ tới ti xa còn mới cả tôn chỉ mùi năng retail xa lắm cứ còn mới chọn cả tôn mùi consumer ấy nắng ca pra hay mùi cỏ ca tinh lụa rồi biếng nè retail tu ca pra vì vị trí chôn xa rót am rệt chẳng mũ cứ bằng hai ông pi tự đào này xây được cách gì p với cho mẹ xa rót am rệt này to đời xa tay dương mơ tại GDP trâm tại tân là này xây được cách cứ vì miền trao nơi không nặng phần tay cái trong mơ sọc hiệp tại tôn thì mùi nâng ca chai lối rồi bo vị trí chôn hai rót am rệt to bạn đăng tha bị sọc tục rồi bo xa rót am rệt luôn ai nắng biết tới giờ bạn nè và dương mơ GDP cứ vì hiện thống từ lùm từ lý chỉ lẽ cả nặng bật tê chẳng múi vì mình bắt đầu từ lơ trâm tay vị trí chôn rồi môi cỏ cua xa thôi mà đa ấy không ca chai lôi chai vi ta tam nổ rồi môi cỏสมรรถភាពrồi môi ở vậy để chia sẻ được cách chạy đài tê chẳng hay cái tam đan group tân là này thằng ó đại ai thưa ao kê mơ khơiจะต้อง ជាមួយ នឹង តម្លៃ ទី ផ្សារ សេដ្ឋកិច្ច តម្លៃ មាស ក្នុង ពេល អនាគត ចឹង គេ មើល គេ ហៅ ថា forward looking ចឹង គេ មើល អា tân ន័យ ដែល ជា គោល មួយ ក៏ បន្ត បន្សំ ដែល រុញ ច្រាន ឲ្យ tân ន័យ ធំ ដូច ជា GDP អតិផរណា ឬ មួយ សុខភាព ការងារ សហរដ្ឋ អាមេរិក ហ្នឹង គឺ តាម រយៈ tân ន័យ ទូច ហ្នឹង ឯង វា បូក បញ្ចូល គ្នា ទៅ ជា សញ្ញាណាករ មួយ ដែល គេ អាច មើល ទិសដៅ tân ន័យ ធំ ហ្នឹង ថា ដើរ ទៅ មុខ ទៅ បែប ណា ចឹង ហើយ គេ អាច នឹង ដឹង អំពី ទិសដៅ សម្រាប់ តម្លៃ វិនិយោគ មុន ថា តើ វា គួរ តែ ឡើង ឬ មួយ ក៏ ចុះ ដូច ខ្ញុំ បាន បញ្ជាក់ អ្នក នរ គ្នា ចឹង វិនិយោគ ធំ គេ តែង តែ មាន model របស់ គេ សញ្ញាណាករ របស់ គេ មើល ទុក មុន price in market នឹង តែង តែ ដើរ ទុក មុន ដូច យើង បាន ឃើញ ស្រាប់ ហើយ បើ យើង តាមដាន តម្លៃ មាស តាក់ទង ជាមួយ នឹង tân ន័យ សេដ្ឋកិច្ច tân ន័យ អត្រាការប្រាក់ របស់ ធនាគារ ក៏ដោយ មាន ការ ធ្លាក់ ចុះ ឬ មួយ កើនឡើង នឹង មុន នឹង ការ ប្រកាស ទៀត អ្វី ដែល យើង តាម ដាន មក ណា ប៉ុន្តែ តាម រយៈ អាណត្តិ លោក Kevin Watts អាច នឹង មាន ការ ប្រែ ប្រួល បន្តិច បន្តួច ដោយ សារ តែ គាត់ បញ្ចប់ នៅ forward guidance មាន ន័យ ថា គាត់ ឈប់ បង្ហើប នៅ អាព្យាករណ៍ នានា របស់ ធនាគារ កដា ទៀត ហើយ អញ្ចឹង ការ ចេញ tân ន័យ មួយ ចេញ មក ហ្នឹង គឺ អាច នឹង ធ្វើ ឲ្យ តម្លៃ មាស ឬ មួយ តម្លៃ វិនិយោគ មាន ការ ប្រែ ប្រួល ខ្លាំង មក ពី មុន អញ្ចឹង សរុប មក វិញ សម្រាប់ វីដេអូ មួយ នេះ អ្វី ដែល យើង ត្រូវ តែ តាម ដាន គឺ ថ្ងៃ អង្គារ ម៉ោង 7 កន្លះ យប់ គឺជា tân ន័យ ធំ ខ្ញុំ និយាយ ច្រើន ដង ហើយ តាក់ទង មួយ CPI ខែ កក្កដា ថ្ងៃ ទី 14 ហ្នឹង គឺជា tân ន័យ ធំ ដែល ធ្វើ ឲ្យ តម្លៃ មាស ហ្នឹង ចាប់ ផ្ដើម មាន ការ បំរែ បំរួល ឬ មួយ ទិសដៅ តម្លៃ មាស ហ្នឹង មាន ការ ប្រែ ប្រួល បើសិន ផរណា នៅ តែ មាន សម្ពាធ ទោះ បី ជា តម្លៃ ប្រេង មាន ការ ធ្លាក់ ចុះ ហើយ ហ្នឹង យើង នឹង ឃើញ ថា តម្លៃ មាស វា ច្បាស់ ជា បន្ត ការ ធ្លាក់ ចុះ ទៅ រក ទិសដៅ ណា មួយ ផ្សេង ទៀត ហើយ វា នឹង ប្រែ ប្រួល ខ្លាំង ហើយ បើសិន ជា អតិផរណា ពិត ជា មាន ការ ធ្លាក់ ចុះ ដូច អ្វី ដែល តម្លៃ ប្រេង ធ្លាក់ ចុះ មែន យើង ក៏ រំពឹង ថា តម្លៃ មាស នឹង ផ្លាស់ ប្ដូរ ទិសដៅ វា ទៅ លើ វិញ ដោយ សារ តែ ធនាគារ កដា គាត់ លែង សូវ មាន សម្ពាធ ដើម្បី ដំឡើង អត្រា ការ ប្រាក់ ក្នុង ការ ទប់ស្កាត់ តាក់ទង ជាមួយ នឹង បញ្ហា ប្រឈម អតិផរណា ទៀត ហើយ អញ្ចឹង អ្វី ដែល អ្នក នរ គ្នា ត្រូវ តាមដាន ខ្ញុំ ក៏ តាមដាន ដូច គ្នា យើង អត់ ដឹង មុន ទេ ថា តើ អតិផរណា ចេញ មក ជាក់ស្ដែង បែប ណា គ្រាន់ ថា សញ្ញាណាករ មួយ ចំនួន ដែល ខ្ញុំ ចែករំលែក អ្នក នរ គ្នា គ្រាន់ តែ ជា ទស្សនៈ របស់ ខ្ញុំ ហើយ ក៏ tân ន័យ ដែល ខ្ញុំ ស្រាវជ្រាវ បាន ឃើញ ហើយ ចែករំលែក អ្នក នរ គ្នា ទេ អ្នក នរ គ្នា យល់ ស្រប ឬ មិន យល់ ស្រប សង្ឃឹម ថា អ្នក នរ គ្នា យក ទស្សនៈ ហើយ tân ន័យ ទាំង អស់ នេះ ទៅ ធ្វើ ការ ផ្ទៀងផ្ទាត់ បន្ថែម ឬ មួយ ក៏ ទួបាន នៅ ព័ត៌មាន ពី YouTube Channel មួយ ចំនួន ដែល មាន អ្នក ចែករំលែក ល្អ ជា ច្រើន នៅ ក្នុង ស្រុក ខ្មែរ យើង ដូច គ្នា ដើម្បី ជា ទស្សនៈ ក្នុង ការ សម្រេច ចិត្ត ហើយ ក៏ ដើម្បី បង្កើន នៅ ចំណេះដឹង ផ្ទាល់ ខ្លួន របស់ យើង ដែរ អញ្ចឹង សម្រាប់ វីដេអូ មួយ នេះ ខ្ញុំ បញ្ចេញ នៅ ទស្សនៈ តែ ប៉ុណ្្នឹង ទេ វា អាច នឹង មាន ត្រូវ មាន ខុស ដូច គ្នា អញ្ចឹង សង្ឃឹម ថា អ្នក នរ គ្នា ទទួល ស្ដាប់ ហើយ មាន ការ ពិចារណា ឲ្យ បាន ដិតដល់ អរគុណ អ្នក នរ គ្នា សម្រាប់ ការ ស្ដាប់ នៅ វីដេអូ មួយ នេះ